សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងស្វែងយល់អំពីជីវិតនិងដំណើរជោគជ័យរបស់ Elon Musk ដែលជាបុគ្គលដ៏មានឥទ្ធិពលម្នាក់នៅលើពិភពលោកតើគាត់បានឆ្លងកាត់អ្វីខ្លះមុននឹងក្លាយជាមនុស្សជោគជ័យសូមតាមដានជាមួយយើងខ្លួន$22 លានអាមេរិកក្រោយលក់ក្រុមហ៊ុន Zip2 នៅឆ្នាំ1999និងមានតម្លៃខ្លួនរហូតដល់ទៅ$250 លានអាមេរិកក្រោយលក់ក្រុមហ៊ុន PayPal នៅឆ្នាំ2002នៅទសវត្សរ៍ឆ្នាំ90នៅសហរដ្ឋអាមេរិកក្រុមហ៊ុនដែលរកស៊ីតាមអ៊ីនធឺណិតបានកំពុងតែមានសន្ទុះយ៉ាងខ្លាំងហើយនៅខណៈពេលនោះដែរក៏មានក្រុមហ៊ុនជាច្រើនដែលមិនស្គាល់អ៊ីនធឺណិតពួកគេមិនដឹងថាត្រូវធ្វើម៉េចទើបអាចឲ្យអាជីវកម្មរបស់ពួកគេមាន website ផ្ទាល់ខ្លួនឡើយឃើញឱកាសបែបនេះ Elon Musk និងប្អូនប្រុសរបស់គាត់គឺ Kim Ballmer ក៏បង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Global Link Information Network នៅឆ្នាំ1995តែក្រោយមកទៀតនៅឆ្នាំ1997ក្រុមហ៊ុននេះក៏បានប្ដូរមកជាឈ្មោះថា Zip2 វិញ Zip2 នេះយើងអាចនិយាយបានថាវាដូចជាគេហទំព័រ Yellow Page សម័យថ្មីនេះអញ្ចឹងដែរពេលគេចង់រកក្រុមហ៊ុនណាមួយគេអាចចូលទៅក្នុងគេហទំព័រ Zip2 ដើម្បីស្វែងរកអាសយដ្ឋានផែនទីនិងលេខទូរស័ព្ទដើម្បីទំនាក់ទំនងជាដើមដំបូងឡើយ Zip2 លក់មិនសូវដាច់ឡើយពលគឺពិបាកលក់តែម្ដងព្រោះដូចបាននិយាយពីខាងដើមអាម៉ាញ់មិញអញ្ចឹងក្រុមហ៊ុនអាជីវកម្មទាំងនោះភាគច្រើនមិនសូវជាស្គាល់ថាអ្វីជាអ៊ីនធឺណិតផងកុំថាឡើយឲ្យពួកគេបង់លុយឲ្យ Zip2 ដើម្បីចុះឈ្មោះក្នុងគេហទំព័រ Zip2 នោះប៉ុន្តែក្រុមហ៊ុន Zip2 នេះអាចមានស្ថានភាពប្រសើរឡើងវិញគឺដោយសារតែមាន CEO ថ្មីមកជំនួសលោក Elon Musk លោក Elon Musk មិនចង់ឲ្យគេដកតំណែងមុខងារជា CEO របស់គាត់ទេតែធ្វើម៉េចបើគេបង្ខំទៅហើយមូលហេតុគឺដោយសារតែចង់បានទុនវិនិយោគដើម្បីពង្រីកក្រុមហ៊ុន Zip2 នេះលោក Elon Musk បានទៅស្នើសុំទុនវិនិយោគពីក្រុមហ៊ុនមួយដែលមានឈ្មោះថា Modevido ក្រុមហ៊ុននេះក៏បានយល់ព្រមផ្ដល់ទុនវិនិយោគដល់ Zip2 ដោយសារតែឃើញពីឆន្ទៈនិងភាពឈ្លាសវៃរបស់ Elon Musk តែនៅទីបំផុតក្រុមហ៊ុន Modevido មួយនេះបានដក Elon Musk ឲ្យចុះមកក្រោមនិងរើសដាក់ CEO ថ្មីការដឹកនាំរបស់មេថ្មីក្រុមហ៊ុននេះក៏ចាប់ផ្ដើមមានប្រាក់ចំណូលពេលមានចំណូលពួកគេក៏ជួលអ្នកជំនាញសរសេរកូដដែលពូកែជាង Elon Musk ដើម្បីមកកែសម្រួល website Zip2 ដែល Elon Musk ជាអ្នកសរសេរដោយខ្លួនឯងត្បិតការជួលបុគ្គលិកថ្មីមកកែកូដទៅកម្មវិធីចាស់របស់លោកគឺជារឿងល្អយ៉ាងណាក៏ដោយតែ Elon Musk ក៏ក្តៅស្លឹកត្រចៀកមិនស្ទើរដែរព្រោះតែវាជាស្នាដៃរបស់លោកបើទោះជាវាកូដទៅកម្មវិធីដែលគាត់រៀនដោយខ្លួនឯងក៏ដោយចុងក្រោយលោកក៏បានចាក់ចេញពីក្រុមហ៊ុន Zip2 ជាមួយនឹងលុយចំនួន$22 លានដើម្បីបង្កើតអាជីវកម្មផ្សេងទៀតព្រោះ Zip2 ត្រូវបានលក់ឲ្យក្រុមហ៊ុន Compaq Computer ដែលជាក្រុមហ៊ុនផលិតផលកុំព្យូទ័រនៅឆ្នាំ1999បាត់ទៅហើយក្រុមហ៊ុននេះបានទិញ Zip2 ក្នុងតម្លៃ$307 លានជាសាច់ប្រាក់តែម្ដងហើយដោយសារតែ Elon Musk ទទួលបានភាគហ៊ុន 7% នៃការលក់នោះដូច្នេះលោកក៏ទទួលបានលុយចំនួន$22 លានជាមួយនឹងលុយនេះ Elon Muskបានយកមួយផ្នែកទៅទិញគ្រឿងសម្ភារៈនិយមដូចជា Condo ឡានទំនើបនិងយន្តហោះឯកជនហើយលុយសល់ប៉ុន្មានគឺលោកយកទៅវិនិយោគបង្កើតក្រុមហ៊ុនថ្មីរបស់គាត់គឺ X.com នៅឆ្នាំ1999 X.com គឺធនាគារអនឡាញដំបូងបង្អស់មួយដែល Elon Musk បានសហការបង្កើតជាមួយនឹងក្រុមហ៊ុនអង់គ្លេសឈ្មោះថា Barclays ដែលជាអ្នកផ្ដល់សេវាកម្មហិរញ្ញវត្ថុលំដាប់អន្តរជាតិមួយនិងមានការគាំទ្រដោយភ្នាក់ងារធានារ៉ាប់រង FDIC របស់រដ្ឋមិនទាន់បានប៉ុន្មានផងក៏មានគូប្រកួតធំមួយបានលេចមកឡើងគូប្រកួតនោះគឺ PayPal ដែលបង្កើតឡើងដោយក្រុមហ៊ុនផលិត software របស់អាមេរិកឈ្មោះថា Confinity និងដឹកនាំដោយបុគ្គលពីរនាក់គឺលោក Matt Levchin ដែលជាវិស្វករ software និងសហគ្រិនលោក Peter Thiel និងមនុស្ស3នាក់ទៀតដោយសារតែមិនចង់ប្រកួតគ្នាយូរនិងឃើញថាគូម្ខាងសាងសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួនទើបក្រុមហ៊ុនទាំងពីរសម្រេចចិត្តរួមបញ្ចូលគ្នាក្រោយការរួមបញ្ចូលគ្នា Elon Musk បានក្លាយទៅជា CEO នៃ PayPal ប៉ុន្តែគាត់នៅតែខំប្រឹងផ្សព្វផ្សាយ brand X.com របស់លោកដដែលខណៈពេលអ្នកផ្សេងទៀតគាំទ្រ PayPal ជាងដោយសារតែបែបនេះលោក Peter Thiel ដែលជាអតីតមេរបស់ PayPal បានសុំលាលែងពីតំណែងហើយ PayPal ក៏រត់តែបែកបាក់ដោះដូរមេផ្អើលខ្លាំងដោយសារតែអតីតមេម្នាក់ទៀតរបស់ PayPal គឺលោក Matt Levchin បានរកលាលែងពីតំណែងដែរឆ្លៀតក្នុងឱកាសដែល Elon Musk ដែលជា CEO នាពេលនោះបានធ្វើដំណើរលំហែកាយជាមួយភរិយាលោកពួកថ្នាក់ដឹកនាំទាំងអស់ក៏បានលួចធ្វើរដ្ឋប្រហារទម្លាក់តំណែងរបស់ Elon Musk ឲ្យមកធ្វើត្រឹមតែជាទីប្រឹក្សាហើយអញ្ជើញលោក Peter Thiel ត្រឡប់មកវិញនៅឆ្នាំ2002ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិក eBay បានទិញយក PayPal ក្នុងតម្លៃ$1.5 លានហើយ Elon Musk ទទួលបានទឹកប្រាក់ចំនួន$250 លានអាមេរិក Elon Musk បានប្រឡូកចូលទៅក្នុងវិស័យអាកាសដែលជាក្តីសុបិនរបស់លោកនៅឆ្នាំ2002ដោយបង្កើតក្រុមហ៊ុនអាកាសឯកជនមួយដែលមានឈ្មោះថា SpaceX ក្រោយពេលលក់ក្រុមហ៊ុន PayPal ហើយនិងមានលុយពេញដៃហើយ Elon Musk ក៏សម្រេចចិត្តទៅប្រឡូកក្នុងវិស័យដែលលោកតែងតែចាប់អារម្មណ៍និងមិនសូវមានការប្រកួតប្រជែងវិស័យនោះគឺវិស័យអាកាសដូច្នេះលោកក៏ចាក់ចេញពីសង្កាត់ Silicon Valley ទៅតាំងទីនៅ Los Angeles វិញម្ដងលោកក៏បានបង្កើតក្រុមហ៊ុន Space Exploration Technologies ឬហៅកាត់ថា SpaceX ឡើងនៅឆ្នាំ2002តាមពិតទៅការបង្កើតក្រុមហ៊ុននេះឡើងគឺមានបេសកកម្មចង់បញ្ជូនមនុស្សឲ្យទៅរស់នៅក្នុងភពព្រះអង្គារតែគំនិតនេះក៏ធ្លាប់មានអង្គការអាមេរិកមួយឈ្មោះថា Mars Society ធ្លាប់គិតដែរ
ដំបូងអង្គការនេះមានគម្រោងថាចង់បញ្ជូនសត្វកណ្ដុរឲ្យទៅក្នុងលំហជាមុនសិនតែចុះឡើងក៏បោះបង់គម្រោងនោះចោលទៅវិញសម្រាប់ SpaceX វិញគឺត្រូវការរកប្រាក់ចំណូលជាមុនសិនដូច្នេះក៏មានគម្រោងទទួលយកគម្រោងពីអង្គការ NASA ដើម្បីទទួលបានការដឹកជញ្ជូនអីវ៉ាន់ជូនទៅស្ថានីយ៍អាកាសអន្តរជាតិការនោះគេត្រូវការចំណាយរហូតដល់ទៅ$30 លានដើម្បីដឹកជញ្ជូនអីវ៉ាន់ទម្ងន់ប្រមាណ226គីឡូក្រាមទៅអវកាសតែ SpaceX សន្យានឹងដឹកឲ្យមានច្រើនជាងនេះនិងថោកជាងនេះគឺ635គីឡូក្រាមចំណាយត្រឹមតែ$6.9 លានតែប៉ុណ្ណោះដើម្បីអាចដឹកជញ្ជូនក្នុងតម្លៃថោកបានគឺលោកមានវិធីសាស្ត្រមួយវិធីសាស្ត្រនោះគឺត្រូវធ្វើយ៉ាងណាឲ្យកាំជ្រួចរ៉ុកកែតដែលបាញ់បង្ហោះដឹកយានអាកាសនោះគឺត្រូវតែអាចហោះត្រឡប់មកវិញបាននិងអាចយកមកប្រើបានលើកក្រោយទៀតលោកមានគម្រោងថាចាប់ត្រឹមពេលដែលក្រុមហ៊ុន SpaceX បង្កើតឡើង SpaceX គឺនឹងអាចបាញ់រ៉ុកកែតដឹកជញ្ជូនបានហើយការស្មានរបស់ Elon Musk គឺកម្រនឹងត្រូវណាស់បើលោកថាការងារមួយនេះត្រូវការពេលតែ1ឬ2ម៉ោងទេដើម្បីធ្វើវានោះការងារនោះនឹងចាយពេលប្រហែល1ឬ2ថ្ងៃតែបើលោកថាការងារមួយនោះអាចនឹងត្រូវការពេលប្រហែល1ថ្ងៃនោះការងារនោះអាចនឹងត្រូវការពេលប្រហែល1ឬ2ខែទើបធ្វើហើយមែនគម្រោងដំបូងលោកគិតថា SpaceX នឹងត្រូវការពេលត្រឹមតែ15ខែទេតែតាមពិតគឺវាត្រូវការពេលរហូតដល់ទៅ4ឆ្នាំនោះទើបអាចបាញ់បង្ហោះកាំជ្រួចរ៉ុកកែតមួយជោគជ័យបានពេលបានប្រឡូកជាមួយបច្ចេកវិទ្យាកាំជ្រួចបានកាន់តែជ្រៅទៅនិងបរាជ័យច្រើនដងលោកក៏បានទទួលស្គាល់ថាសូម្បីតែកាំជ្រួចមីស៊ីល Atlas ក៏ជោគជ័យបានត្រឹមតែ9ដងប៉ុណ្ណោះក្នុងចំណោមការបាញ់សរុប20លើកជាមួយនឹងទឹកចិត្តឥតបោះបង់របស់លោកនៅទីបំផុត SpaceX អាចបាញ់បង្ហោះដឹកយានអាកាសផ្ទុកអីវ៉ាន់ឈ្មោះថា Dragon ឬនាគរាជទៅដល់លំហអាកាសបានដោយជោគជ័យហើយកាំជ្រួចរ៉ុកកែតដែលបាញ់បង្ហោះនោះក៏អាចហោះត្រឡប់មកចុះចតវិញបានដោយជោគជ័យដែរមែនគម្រោងដំបូងលោកគិតថា SpaceX នឹងត្រូវការពេលត្រឹមតែ15ខែទេតែតាមពិតគឺវាត្រូវការពេលរហូតដល់ទៅ4ឆ្នាំនោះទើបអាចបាញ់បង្ហោះរ៉ុកកែតមួយជោគជ័យបានពេលបានប្រឡូកជាមួយបច្ចេកវិទ្យារ៉ុកកែតបានកាន់តែជ្រៅទៅនិងហានិភ័យច្រើនផងលោកក៏បានទទួលស្គាល់ថាសូម្បីតែកាំជ្រួចមីស៊ីល Atlas ក៏ជោគជ័យបានត្រឹមតែ9ដងប៉ុណ្ណោះក្នុងចំណោមការបាញ់សរុប20លើកជាមួយនឹងទឹកចិត្តឥតបោះបង់របស់លោកនៅទីបំផុត SpaceX អាចបាញ់បង្ហោះដឹកយានអវកាសផ្ទុកអីវ៉ាន់ឈ្មោះថា Dragon បូករួមផងទៅដល់លំហអវកាសបានដោយជោគជ័យហើយរ៉ុកកែតដែលបាញ់បង្ហោះនោះក៏អាចហោះត្រឡប់មកចុះចតវិញបានដោយជោគជ័យដែរElon Musk បានប្រឡូកចូលទៅក្នុងវិស័យអាកាសដែលជាក្តីសុបិនរបស់លោកនៅឆ្នាំ2002ដោយបង្កើតក្រុមហ៊ុនអាកាសឯកជនមួយដែលមានឈ្មោះថា SpaceX ក្រោយពេលលក់ក្រុមហ៊ុន PayPal ហើយនឹងមានលុយពេញដៃហើយ Elon Musk ក៏សម្រេចចិត្តទៅប្រឡូកក្នុងវិស័យដែលលោកតែងតែចាប់អារម្មណ៍និងមិនសូវមានការប្រកួតប្រជែងវិស័យនោះគឺវិស័យអាកាសដូច្នេះលោកក៏ចាក់ចេញពីសង្កាត់ Silicon Valley ទៅតាំងទីនៅ Los Angeles វិញម្ដងលោកក៏បានបង្កើតក្រុមហ៊ុន Space Exploration Technologies ឬហៅកាត់ថា SpaceX ឡើងនៅឆ្នាំ2002តាមពិតទៅការបង្កើតក្រុមហ៊ុននេះឡើងគឺមានបេសកកម្មចង់បញ្ជូនមនុស្សឲ្យទៅរស់នៅក្នុងភពព្រះអង្គារតែគំនិតនេះក៏ធ្លាប់មានអង្គការអាមេរិកមួយឈ្មោះថា Mars Society ធ្លាប់គិតដែរដំបូងអង្គការនេះមានគម្រោងថាចង់បញ្ជូនសត្វកណ្ដុរឲ្យទៅក្នុងលំហជាមុនសិនតែចុះឡើងក៏បោះបង់គម្រោងនោះចោលទៅវិញសម្រាប់ SpaceX វិញគឺត្រូវការរកប្រាក់ចំណូលជាមុនសិនដូច្នេះក៏មានគម្រោងទទួលយកគម្រោងពីអង្គការ NASA ដើម្បីទទួលបានការដឹកជញ្ជូនអីវ៉ាន់ជូនទៅស្ថានីយ៍អាកាសអន្តរជាតិការនោះគេត្រូវការចំណាយរហូតដល់ទៅ$30 លានដើម្បីដឹកជញ្ជូនអីវ៉ាន់ទម្ងន់ប្រមាណ226គីឡូក្រាមទៅអវកាសតែ SpaceX សន្យានឹងដឹកឲ្យមានច្រើនជាងនេះនិងថោកជាងនេះគឺ635គីឡូក្រាមចំណាយត្រឹមតែ$6.9 លានតែប៉ុណ្ណោះដើម្បីអាចដឹកជញ្ជូនក្នុងតម្លៃថោកបានគឺលោកមានវិធីសាស្ត្រមួយវិធីសាស្ត្រនោះគឺត្រូវធ្វើយ៉ាងណាឲ្យកាំជ្រួចរ៉ុកកែតដែលបាញ់បង្ហោះដឹកយានអាកាសនោះគឺត្រូវតែអាចហោះត្រឡប់មកវិញបាននិងអាចយកមកប្រើបានលើកក្រោយទៀតលោកមានគម្រោងថាចាប់ត្រឹមពេលដែលក្រុមហ៊ុន SpaceX បង្កើតឡើង SpaceX គឺនឹងអាចបាញ់រ៉ុកកែតដឹកជញ្ជូនបានហើយការស្មានរបស់ Elon Musk គឺកម្រនឹងត្រូវណាស់បើលោកថាការងារមួយនេះត្រូវការពេលតែ1ឬ2ម៉ោងទេដើម្បីធ្វើវានោះការងារនោះនឹងចាយពេលប្រហែល1ឬ2ថ្ងៃតែបើលោកថាការងារមួយនោះអាចនឹងត្រូវការពេលប្រហែល1ថ្ងៃនោះការងារនោះអាចនឹងត្រូវការពេលប្រហែល1ឬ2ខែទើបធ្វើហើយមែនគម្រោងដំបូងលោកគិតថា SpaceX នឹងត្រូវការពេលត្រឹមតែ15ខែទេតែតាមពិតគឺវាត្រូវការពេលរហូតដល់ទៅ4ឆ្នាំនោះទើបអាចបាញ់បង្ហោះកាំជ្រួចរ៉ុកកែតមួយជោគជ័យបានពេលបានប្រឡូកជាមួយបច្ចេកវិទ្យាកាំជ្រួចបានកាន់តែជ្រៅទៅនិងបរាជ័យច្រើនដងលោកក៏បានទទួលស្គាល់ថាសូម្បីតែកាំជ្រួចមីស៊ីល Atlas ក៏ជោគជ័យបានត្រឹមតែ9ដងប៉ុណ្ណោះក្នុងចំណោមការបាញ់សរុប20លើកជាមួយនឹងទឹកចិត្តឥតបោះបង់របស់លោកនៅទីបំផុត SpaceX អាចបាញ់បង្ហោះដឹកយានអាកាសផ្ទុកអីវ៉ាន់ឈ្មោះថា Dragon ឬនាគរាជទៅដល់លំហអាកាសបានដោយជោគជ័យហើយកាំជ្រួចរ៉ុកកែតដែលបាញ់បង្ហោះនោះក៏អាចហោះត្រឡប់មកចុះចតវិញបានដោយជោគជ័យដែរមែនគម្រោងដំបូងលោកគិតថា SpaceX នឹងត្រូវការពេលត្រឹមតែ15ខែទេតែតាមពិតគឺវាត្រូវការពេលរហូតដល់ទៅ4ឆ្នាំនោះទើបអាចបាញ់
បង្ហោះរ៉ុកកែតមួយជោគជ័យបានពេលបានប្រឡូកជាមួយបច្ចេកវិទ្យារ៉ុកកែតបានកាន់តែជ្រៅទៅនឹងហានិភ័យច្រើនផងលោកក៏បានទទួលស្គាល់ថាសូម្បីតែកាំជ្រួចមីស៊ីល Atlas ក៏ជោគជ័យបានត្រឹមតែ9ដងប៉ុណ្ណោះក្នុងចំណោមការបាញ់សរុប20លើកជាមួយនឹងទឹកចិត្តឥតបោះបង់របស់លោកនៅទីបំផុត SpaceX អាចបាញ់បង្ហោះដឹកយានអវកាសផ្ទុកអីវ៉ាន់ឈ្មោះថា Dragon បូករួមផងទៅដល់លំហអវកាសបានដោយជោគជ័យហើយរ៉ុកកែតដែលបាញ់បង្ហោះនោះក៏អាចហោះត្រឡប់មកចុះចតវិញបានដោយជោគជ័យដែរនៅឆ្នាំ2004 Elon Musk ក៏បានបោះទុន $6.5 លានអាមេរិកដើម្បីក្លាយខ្លួនទៅជាម្ចាស់ភាគហ៊ុនធំម្នាក់គត់និងក្លាយជាប្រធានរបស់ក្រុមហ៊ុន Tesla Motor ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក Tesla គឺជានាមដែលដាក់តាមឈ្មោះរបស់វិស្វករនិងឱសថករវិស័យអគ្គិសនីដ៏ល្បីល្បាញបំផុតម្នាក់របស់ពិភពលោកគឺលោក Nikola Tesla តាមពិតទៅក្រុមហ៊ុន Tesla Motor នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2003មកម្លេះដោយស្ថាបនិក2នាក់គឺលោក Martin Eberhard និង Mark Tarpenning និងបន្តិចក្រោយមកទៀតក៏មានស្ថាបនិកម្នាក់ទៀតគឺលោក JB Straubel ក៏បានចូលរួមតាមក្រោយមុននឹងបង្កើត Tesla Motor ស្ថាបនិក2នាក់មុនគឺលោក Martin Eberhard និងលោក Mark Tarpenning បានពេញចិត្តនឹងគម្រោងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតរថយន្តដោយដៃគឺក្រុមហ៊ុន AC Propulsion ខ្លាំងមែនទែនរថយន្តផលិតដោយដៃនោះមានឈ្មោះថា T0 ហើយពួកគេក៏បានបើកតេស្តរថយន្តនោះដែរហើយក៏លើកជាសំណើឲ្យម្ចាស់ក្រុមហ៊ុន AC Propulsion នោះយករថយន្តនេះទៅចូលរោងចក្រផលិតទៅតែម្ចាស់ក្រុមហ៊ុននោះបានបដិសេធដោយសារម្ចាស់ក្រុមហ៊ុន AC Propulsion នោះមិនចេះចាប់ឱកាសនិងដោយសារតែពួកគេពេញចិត្តនឹងចង់ដំឡើងរថយន្តអគ្គិសនីប្រភេទនេះឲ្យឡើងលើទីផ្សារផងពួកគេគឺលោក Martin Eberhard និងលោក Mark Tarpenning ក៏សម្រេចចិត្តបង្កើតក្រុមហ៊ុន Tesla ឡើងដើម្បីបន្តទស្សនៈរបស់ពួកគេតែគ្មានក្រុមហ៊ុនឧបត្ថម្ភទុនណាចង់វិនិយោគលើគម្រោងរបស់លោកទាំងពីរនាក់ទេក្រៅពីលោក Elon Musk កាលនោះលោក Elon Musk ក៏ចាប់អារម្មណ៍ឡានធ្វើដោយដៃ T0 ផលិតដោយក្រុមហ៊ុន AC Propulsion ដែរព្រោះលោកគិតថានឹងជួយកាត់បន្ថយបរិស្ថានបានច្រើនហើយក៏ស្នើឲ្យក្រុមហ៊ុននោះធ្វើអាជីវកម្មរថយន្ត T0 នោះដែរតែម្ចាស់ក្រុមហ៊ុន AC Propulsion នេះបានបដិសេធជាថ្មីម្ដងទៀតតែបានណែនាំឲ្យ Elon Musk មកទំនាក់ទំនងនឹងលោក Martin Eberhard និងលោក Mark Tarpenning ជាស្ថាបនិកដើមរបស់ក្រុមហ៊ុន Tesla Motor ដែលកំពុងត្រូវការដើមទុនពង្រីកស្រាប់ក្រោយបានវិនិយោគទុន $6.5 លានរួចហើយនៅខែវិច្ឆិកាឆ្នាំ2012ទស្សនាវដ្តី Motor Trend បានចាត់ទុកឡាន Model S ដែលចេញលក់នៅពាក់កណ្ដាលឆ្នាំរបស់ Tesla ជាឡានប្រចាំឆ្នាំក្រោយមកទៀតទស្សនាវដ្តី Consumer Report ក៏បានឲ្យពិន្ទុឡាន Model នេះរហូតដល់ពិន្ទុ 99/100 ផងដែររថយន្ត Model S នេះគឺជាជោគជ័យមិនធ្លាប់មានសម្រាប់វិស័យរថយន្តទាំងមូលមិនត្រឹមតែរថយន្តអគ្គិសនីប៉ុណ្ណោះទេបើមិនល្អយ៉ាងម៉េចបើរថយន្ត Model S នេះអាចភ្ជាប់នឹងអ៊ីនធឺណិតបានយ៉ាងជាប់លាប់ហើយក៏មានប្រព័ន្ធ sensor ដែលអាចបញ្ឆេះម៉ាស៊ីនដោយមិនចាំបាច់ចុចប៊ូតុងសូម្បីតែបន្តិចវាពិតជាភាពជោគជ័យខ្លាំងណាស់សម្រាប់វិស័យរថយន្តអគ្គិសនីទាំងមូលប៉ុន្តែវាគ្រាន់តែជាជោគជ័យមួយផ្នែកតូចមួយរបស់ Elon Musk ប៉ុណ្ណោះព្រោះលោកមិនទាន់បញ្ចប់ត្រឹមនេះនោះទេមិនត្រឹមតែប៉ុណ្ណោះ Solar City ក៏អាចរកចំណូលបានពីស្ថានីយបញ្ចូលអគ្គិសនីរបស់ខ្លួនសម្រាប់ឡាន Tesla ផងដែរស្ថានីយបញ្ចូលអគ្គិសនីគឺប្រៀបទៅនឹងស្ថានីយចាក់សាំងអ៊ីចឹងដែរស្ថានីយចាក់សាំងគឺសម្រាប់បញ្ចូលសាំងឲ្យឡានដែលស៊ីសាំងតែឡាន Tesla ជាឡានដែលដើរដោយអគ្គិសនីដូច្នេះក៏មានស្ថានីយបញ្ចូលអគ្គិសនីផងដែរក៏ប៉ុន្តែ Tesla ក៏មានជំនាញលើការផលិតអាគុយអគ្គិសនីដែរដូច្នេះ Tesla ក៏មិនមែនត្រឹមតែលក់ឡានទេតែលក់អាគុយអគ្គិសនីឲ្យ Solar City ទៅវិញចុះឡើងគឺក្រុមហ៊ុនទាំងអស់របស់ Elon Musk ជំហានរបស់ Elon Musk មិនទាន់បញ្ចប់ត្រឹម Solar City ទេពីអត្ថបទមុនយើងបានដឹងមកហើយថា Elon Musk បង្កើត Tesla ឡើងដើម្បីដឹកជញ្ជូនអីវ៉ាន់ទៅលំហអវកាសតែបច្ចុប្បន្ននេះ Elon Musk ក៏កំពុងបង្កើតគម្រោងដឹកជញ្ជូនមនុស្សនិងរថយន្តឆ្លងផ្លូវដែលគេស្គាល់ថាជាគម្រោង Hyperloop អ្វីទៅជាគម្រោង Hyperloop ដើម្បីឲ្យស្រួលយល់ឥឡូវយើងបិទភ្នែកស្រមៃរូបភាពទាំងអស់គ្នាគេបង្កើតបំពង់ធំវែងមួយដែលភ្ជាប់ពីរដ្ឋមួយទៅរដ្ឋមួយទៀតក្នុងសហរដ្ឋអាមេរិកហើយបំពង់នោះគឺធំណាស់ដែរព្រោះគេត្រូវដាក់ទូក្បាលរថភ្លើងទំនើបមួយឬច្រើនដែលមានទម្រង់ស្រដៀងនឹងគ្រាប់មីស៊ីលហើយនៅក្នុងទូក្បាលរថភ្លើងទំនើបនោះគឺអាចផ្ទុកអ្នកដំណើរនិងរថយន្តបានសម្រាប់បំពង់ Hyperloop វាអាចធ្វើនៅក្រោមដីដោយរថភ្លើងក្រោមដីដែរនិងក៏អាចធ្វើផុតពីដីស្រដៀងនឹងស្ពានអាកាសដែរស្រដៀងគ្នានឹងរថភ្លើងធម្មតាដែរទូក្បាលរថភ្លើង Hyperloop ក៏រត់នៅលើផ្លូវដែកដែរតែដើម្បីឲ្យទូក្បាលរថភ្លើងដឹកអ្នកដំណើរនិងរថយន្តក្នុងនោះអាចរត់ផ្លោះទៅមុខបានល្បឿនអតិបរមាគេប្រើល្បឿននៃថាមពលអគ្គិសនីរុញច្រានពេញទំហឹងដើម្បីរុញទូក្បាលរថភ្លើងដឹកអ្នកដំណើរនោះដោយប្រើល្បឿនថាមពលរុញនេះចម្ងាយពីរដ្ឋមួយទៅរដ្ឋមួយប្រហែល500ទៅ600គីឡូម៉ែត្រគេត្រូវពេលប្រហែលតែភ្នែកកន្លះម៉ោងប៉ុណ្ណោះគឺអាចទៅដល់ទីតាំងគោលដៅហើយគម្រោងនេះត្រូវបានលើកឡើងតាំងពីខែសុត8ឆ្នាំ2013មកម្លេះហើយកំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍនៅឡើយកាលពីឆ្នាំ2017ថ្នាក់ដឹកនាំរបស់គម្រោង Hyperloop នេះបានលើកឡើងថាការដាក់ឲ្យដំណើរការ Hyperloop ដំបូងគឺអាចនឹងធ្វើឡើងនៅក្នុងឆ្នាំ2020និង2021ប៉ុន្តែឥឡូវនេះដោយសារតែឆ្នាំ2020គឺជាសម័យ COVID-19 យើងក៏មិនទាន់ដឹងទៀតថាជានឹងលើកទៅខែណាឆ្នាំណាទៀតដែរ
Elon Musk ក៏មានគម្រោងបង្កើតរោងចក្រផលិតអាគុយអគ្គិសនីយក្សមួយសម្រាប់ផលិតផលអាគុយឬថ្មសម្រាប់ឲ្យឡាន Tesla រត់បានឆ្ងាយបានដោយមិនចាំបាច់ទៅឈប់នៅស្ថានីយបញ្ចូលអគ្គិសនីណាមួយឡើយនេះគឺជាគម្រោងដ៏ធំមួយរបស់ក្រុមហ៊ុន Tesla រីឯ SpaceX នៅឆ្នាំ2020ថ្មីនេះវិញបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ខ្លួនគឺពួកក៏អាចដឹកជញ្ជូនអវកាសយានិករបស់អង្គការ NASA ទៅដល់ស្ថានីយអវកាសអន្តរជាតិបានដោយជោគជ័យមិនត្រឹមតែប៉ុណ្ណោះ SpaceX ក៏កំពុងតែផលិតផ្កាយរណបដើម្បីលក់ផងដែរដូច្នេះហើយបានជាយើងឃើញថាប្រទេសតូចៗក្នុងលោកមួយចំនួនអាចបង្ហោះផ្កាយរណបផ្ទាល់ខ្លួនបានលើសពីនេះ SpaceX ក៏កំពុងតែបង្កើតគម្រោង Starlink ដែលជាគម្រោងពង្រាយផ្កាយរណបពេញលំហអវកាសដើម្បីលក់សេវាកម្មអ៊ីនធឺណិតអ្វីដែលយើងបាននិយាយពីអត្ថបទមុនមកណាគឺសុទ្ធតែជាកិច្ចការងាររបស់ Elon Musk ខាងក្រោមនេះយើងនឹងនិយាយបន្តិចពីជីវិតផ្ទាល់ខ្លួនរបស់គាត់ដូចយើងដឹងស្រាប់ហើយអញ្ចឹងថាការវិភាគរបស់ Elon Musk គឺពិតជាចង្អៀតខ្លាំងណាស់ដូច្នេះភាពស្រេះស្រាប់ប្រចាំថ្ងៃដែលគាត់ទទួលជារាល់ថ្ងៃពិតជាអាចប៉ះពាល់ដល់ទំនាក់ទំនងប្តីប្រពន្ធរបស់លោកពេលខ្លះប្រពន្ធដើមរបស់គាត់ស្រែកទៅប្រាប់ Elon Musk ដែលជាប្តីវិញថាខ្ញុំមិនមែនជាបុគ្គលិករបស់អ្នកទេខ្ញុំជាប្រពន្ធរបស់អ្នកបងហើយ Elon Musk ក៏ស្រែកទៅវិញថាបើអូនជាបុគ្គលិករបស់បងដេញអូនដេញយូរណាស់មកហើយ Elon Musk គួរតែជាមនុស្ស robot មិនប៉ុន្តែជាមនុស្សមិនចេះអធ្យាស្រ័យទេគាត់ដាក់ឱសានវ៉ាតឲ្យប្រពន្ធគាត់ចូលមកដោះស្រាយទំនាក់ទំនងប្តីប្រពន្ធរបស់គាត់ហើយបើមិនមកតាមថ្ងៃកំណត់ទេគាត់នឹងរៀបចំលែងលះតែម្ដងមែនគាត់ពិតជាបានលែងលះមែននៅពេលដែលប្រពន្ធដើមរបស់គាត់រារែកមិនចង់មកដោះស្រាយបន្ទាប់មកលោកក៏មានប្រពន្ធថ្មីទៀតរួចហើយក៏លែងប្រពន្ធថ្មីនោះម្ដងទៀតតែក្រោយមកក៏រៀបការឡើងវិញទៀតបន្ទាប់មកក៏លែងលះម្ដងទៀតសរុបមកប្រពន្ធថ្មីនេះគាត់បានរៀបការ2ដងហើយក៏បានលែងលះ2ដងដែរប៉ុន្តែប្រពន្ធថ្មីនេះបាននិយាយល្អពីលោកថាទោះគាត់រវល់ប៉ុណ្ណាក៏គាត់នៅតែត្រឡប់មកញ៉ាំបាយល្ងាចនិងលេងជាមួយកូនដែរត្បិត Elon Musk មានមេត្តាធម៌ច្រើនចំពោះប្រពន្ធក្រោយនិងកូនជាងប្រពន្ធដើមក៏ពិតមែនតែសម្រាប់បុគ្គលិកនៅកន្លែងការងារគឺគាត់នៅតែមិនអធ្យាស្រ័យឲ្យទេសូម្បីតែលេខាស្មោះស្ម័គ្របំផុតរបស់គាត់ក៏គាត់នៅតែអាចបញ្ឈប់ចោលបានដែរដោយសារតែនាងបានធ្វើការងារទាំងអស់របស់លោក Elon Musk នាងក៏ស្នើសុំឲ្យ Elon Musk ផ្ដល់ប្រាក់ខែនិងប្រយោជន៍ដទៃទៀតឲ្យបានស្មើគ្នានឹងថ្នាក់ដឹកនាំដទៃ Elon Musk ប្រាប់នាងថាឥឡូវនាងសម្រាក2អាទិត្យសិនចុះហើយរយៈពេល2អាទិត្យនេះគាត់ចង់ដឹងថាគាត់ធ្វើការងារកើតឬអត់បើអត់នាង2អាទិត្យក្រោយមកគាត់ក៏សម្រេចចិត្តដេញនាងចោលតែម្ដង Elon Musk អ្វីត្បិតតែយើងមើលឃើញថាគាត់ត្រឹមតែជាសហគ្រិនអ្នករកស៊ីម្នាក់ប៉ុន្តែតាមពិតលោកគឺជាអ្នករូបវិទ្យានិងវិស្វករម្នាក់ដែរដែលមានដង់វិទ្យាសាស្ត្រនិងសមត្ថភាពចងចាំអស្ចារ្យតាំងពីកំណើតអ្វីដែលគេពិបាកយល់លោកអាចយល់បានដោយងាយៗទោះបីនរណានិយាយថាគាត់គ្មានធម៌មេត្តាចំពោះសឹងតែគ្រប់គ្នាក៏ដោយតែលោកមិនខ្វល់ប៉ុន្មានទេព្រោះលោកមានអ្វីដែលលោកត្រូវខ្វល់ជាទីបំផុតហើយរបស់នោះគឺរបេសកកម្មជួយសង្គ្រោះមនុស្សជាតិទាំងមូលជាពិសេសគឺជួយរកភពថ្មីគឺភពព្រះអង្គាសម្រាប់ឲ្យអម្បូរមនុស្សរស់នៅបន្តពូជពង្សរបស់ខ្លួនជាមួយនឹងបុព្វហេតុនេះលោកកំពុងតែបង្កើតនិងដឹកនាំគម្រោងជាច្រើនរួមមាន SpaceX, Tesla, Solar City, Hyperloop, Starlink Elon Musk លោកសង្ឃឹមថាលោកនឹងអាចក្លាយទៅជាមនុស្សដែលបានទៅជាន់ដីភពព្រះអង្គាដំបូងគេ